សួស្តីអ្នកនរគ្នាចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាតទៅជាមួយនឹងវិធីសាស្ត្រក្នុងការចែក drive ឬក៏យើងហៅថាចែកទីតាំងផ្ទុកទិន្នន័យនៅលើកុំព្យូទ័ររបស់យើងចឹងវិធីសាស្ត្រមានអីពិបាកទេចឹងដំបូងនេះយើងយកមកដាក់នៅលើ start button នេះមកហើយអ្នកនរគ្នាចុចមកខាងស្ដាំហើយបន្តមកអ្នកនរគ្នាយកពាក្យថា disk management បាទបន្តមកទៀតវាលោតចេញផ្ទាំងបែបនេះអញ្ចឹងនេះគឺជាទំហំផ្ទុកនៃ drive C របស់យើងហើយនេះគឺជាទំហំផ្ទុកនៃ drive D របស់យើងអញ្ចឹងជាទូទៅយើងចង់ចែក drive គឺមានន័យថាយើងបំបែកទីតាំងផ្ទុកនៅលើ drive D អញ្ចឹងភាសាអត់មានពិបាកទេបាទនេះ drive C មានទំហំ 352G អានេះ drive D វាមានទំហំ 600G អញ្ចឹងខ្ញុំចង់បាន drive មួយទៀតដែលមានទំហំថា 30G ចុះពី drive D នេះអញ្ចឹងទីសាស្ត្រអ្នកនរគ្នាចុចមកស្ដាំនៅលើ drive ដែលយើងចង់ចែកហ្នឹងមកហើយតមកទៀតអ្នកនរគ្នាយកពាក្យថានេះខាងក្រោមនេះ screen volume បាទចុចយកមកហើយរងចាំដំណើរការវាដើរតិចមកហើយបន្តមកទៀតអ្នកនរគ្នាវាលេខបញ្ចូលមិញខ្ញុំចង់បាន 30GB អញ្ចឹងអ្នកនរគ្នាដឹងហើយថា 1GB វាស្មើនឹង1024 MB អញ្ចឹងយើងធ្វើការគុណមកឥឡូវខ្ញុំចូលមកកាន់calculation មក calculator បាទចុចនៅលើវាមកបាទអញ្ចឹង 1G វាមានទំហំ1024 MB អញ្ចឹងយើងយកគុណមកអញ្ចឹងខ្ញុំយក1024គុណឲ្យអញ្ចឹងខ្ញុំចង់បាន 30G អញ្ចឹងគុណ30មកបាទគឺវាមានទំហំប៉ុណ្ណេះណាអញ្ចឹង30 720អញ្ចឹងខ្ញុំវាបញ្ចូលមក30 720បាទហើយបន្តមកទៀតអ្នកនរគ្នាចុច screen បាទអញ្ចឹងយើងបាន drive មួយទៀតដែលមានទំហំ 30GB អញ្ចឹងនៅពេលដែលយើងចែកហើយគឺវាមិនតាន់ដំណើរការទេអ្នកនរគ្នាអញ្ចឹងយើងចុចមកខាងស្ដាំនៅលើវាយកពាក្យថា new sample volume បាទហើយបន្តមកចុច next បាទហើយបន្តមកចុច next ទៀតបាទត្រង់នេះគឺជាតួអក្សរតំណាងដែលយើងចង់បាន drive ឈ្មោះអីគេអានេះ drive D យើងមានហើយអញ្ចឹងអានេះវាrecommend យើង try F ប៉ុន្តែយើងអាចដូរបានខ្ញុំដាក់ថា try H ចុះអូខេបាទ try H 30GB នេះខ្ញុំចុចពាក្យថា next បាទហើយនៅត្រង់នេះយើងមិនបាច់ដូរអីទេប៉ុន្តែត្រង់នេះយើងអាចដូរឈ្មោះ try របស់យើងបានដាក់ឈ្មោះអីផ្សេងក៏បានដែរដាក់ data ឬក៏ឈ្មោះយើងឬក៏ដាក់ដូចនេះក៏បានដែរនេះដាក់ local disk អញ្ចឹងខ្ញុំដាក់ដូច try D មកខ្ញុំដាក់ local disk បាទអញ្ចឹងចុះបាទ local disk D8 តែមួយខ្ញុំចុចពាក្យថា next finish បាទអញ្ចឹងយើងបាន try ថ្មីមួយទៀតជាងវា load pop up នៃផ្ទាំង explorer យើងអញ្ចឹងយើងមាន try C try D ហើយនិង try 8ដែលមានទំហំ 30G ដែលយើងបានបំបែកពី try D មិញណាអញ្ចឹងចង់ដឹងមកខាងស្ដាំ so មក property ជួបពាក្យ property មកបាទនេះគឺវាមានទំហំ 30G បាទ 29.9GB បាទអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានប៉ុណ្ណឹងហើយបើសិនអ្នកនរគ្នាពេញចិត្តកុំភ្លេចជួយចុច like ចុច share និងចុច subscribe channel របស់ខ្ញុំមួយផងអរគុណជួបគ្នានៅវីដេអូក្រោយ